គេឲ្យមកខែ5000ប៉ុន្តែលក្ខខណ្ឌរបស់គេឲ្យយើងទៅនៅលើភ្នំនៅលើភ្នំហ្នឹងគឺអត់មានទូរស័ព្ទអត់មានកុំព្យូទ័រអត់មានសេវាដែលយើងអាចតាក់ទងពិភពខាងក្រៅបានទេហើយខ្ញុំសួរបងប្អូនទាំងអស់គ្នាមើលតើបងប្អូនអាចទ្រាំរស់នៅលើភ្នំហ្នឹងបានរយៈពេលប៉ុន្មានអាហ្នឹងខ្ញុំនឹងលើកវិធានបទមួយគឺជំងឺបាក់ទឹកចិត្តមួយនេះហាបើសិនជាកាលពី20ឆ្នាំជាងមុនណាបើសិនមានអ្នកគេសួរថាស្អីគេទៅជំងឺបាក់ទឹកចិត្តហ្នឹងថាគឺមានមនុស្សជាច្រើនដែលអត់ដែលឮពាក្យហ្នឹងទេបូករួមទាំងខ្ញុំដែរផ្ទុយស្រឡះចូលដល់យុវសម័យនេះគឺថាជឿនលឿនខ្លាំងមែនទែនបងប្អូនប៉ុន្តែគឺមានមនុស្សជាច្រើនដែលគាត់កំពុងតែមានបញ្ហាជាមួយនឹងជំងឺបាក់ទឹកចិត្តហើយបងប្អូនជឿអត់ថាក្នុងចំណោមហ្នឹងក៏មានរូបខ្ញុំមួយដែរនៅក្នុងហ្នឹងបែបហ្នឹងសឹងថាបងប្អូនទាំងក្រុមគ្រួសារខ្ញុំគឺគាត់អត់ដែលដឹងហើយសារខ្ញុំផ្ទាល់គឺខ្ញុំបញ្ចេញតែភាពអ្វីដែលជាភាពល្អរបស់ខ្ញុំក្តីសុខរបស់ខ្ញុំទេរាល់ដែលអ្វីដែលពិបាកអ្វីដែលមិនល្អគឺខ្ញុំអត់ដែលបញ្ចេញទេអញ្ចឹងហើយបានមនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួនខ្ញុំគឺតែងតែនិយាយថាខ្ញុំនឹងគឺជាមនុស្សដែលរឹងមាំលើកលែងតែប្តីរបស់ខ្ញុំមួយទេដែលគាត់ដឹងច្រើនពីខ្ញុំហើយបងប្អូនចង់ដឹងអត់ថាមូលហេតុអីបានជាខ្ញុំជាពីជំងឺមួយហ្នឹងទៅខ្ញុំអត់បានលេបថ្នាំអត់បានព្យាបាលអីទាំងអស់គឺពេលវេលាជាអ្នកព្យាបាលជំងឺមួយនឹងដោយខ្លួនឯងហើយកត្តាចម្បងមួយទៀតហ្នឹងគឺការដែលផ្ដាច់ទំនាក់ទំនងនៅពិភពខាងក្រៅខ្ញុំនិយាយថាផ្ដាច់ទំនាក់ទំនងនៅពិភពខាងក្រៅមិនមែនតែនៅឋានប្រច័ណ្ឌអីណាបងប្អូនគឺការដែលយើងកាត់បន្ថយនៅក្នុងការមើលទូរស័ព្ទការដែលយើងមើល Facebook ក្តី TikTok ក្តីហើយនឹងបណ្ដាញសង្គមអីផ្សេងៗអញ្ចឹងណាមានការបាក់ទឹកចិត្តក្នុងអំឡុងពេលដែលខ្ញុំសម្រាលកូនហើយសម្រាលកូនអាបងលើកទី1ក្នុងអំឡុងពេលហ្នឹងគឺខ្ញុំរស់ស៊ីក៏ខាតហើយប្តីក៏ត្រូវមកចិនហើយខ្ញុំគឺត្រូវមើលកូននៅខ្មែរចម្បងជាងគេហ្នឹងគឺក្នុងការមើលទូរស័ព្ទមើលឲ្យប្រៀបធៀបគេមួយនឹងយើងខ្លួនឯងហើយខ្ញុំឲ្យបងប្អូនមើលរូបភាពខ្ញុំកាលហ្នឹងគឺកាលកណាត់អាបងហ្នឹងបងប្អូនអរគ្នាហើយមើលលេងដីចាំមើលទៅដល់ផ្ទះខ្ញុំមិនបានតែបោកខោអាវឲ្យទេច្រើនតែយាយទេយាយតែឃើញប្រឡាក់ច្រើនគឺគាត់បោកនឹងដៃហើយបើមិនអញ្ចឹងគឺប្តីរបស់ខ្ញុំអ្នកបោកខោអាវគឺតែងតែប្រើជាមួយនឹងសាប៊ូបោកសម្លៀកបំពាក់ប្រេនល្អសាប៊ូហ្នឹងគឺមាន2ពណ៌មានពណ៌ស្វាយហើយនិងពណ៌ផ្កាឈូកផ្ទះខ្ញុំគឺភាគច្រើនគឺប្រើពណ៌ស្វាយសាប៊ូបោកសម្លៀកបំពាក់ប្រេនល្អហ្នឹងគឺស្រឡាញ់អាថងថាកម្ចាត់ស្នាមប្រឡាក់បានល្អជាពិសេសហ្នឹងគឺកម្ចាត់បាក់តេរីបានខ្ពស់ទៀតហើយបើនិយាយពីក្លិនវិញគឺថាក្អូបឈ្ងុយដូចទឹកអប់ចឹងបងប្អូនហើយជាប់ក្នុងរយៈពេលបានយូរទៀតសាប៊ូបោកសម្លៀកបំពាក់ប្រេនល្អហ្នឹងវាជាប្រភេទសាប៊ូទឹកបងប្អូនទាំងគ្នាក្នុងមួយដបរបស់គេមានរហូតដល់13លីត្រហ្នឹងគឺថាបោកដាក់ម៉ាស៊ីនដូចខ្ញុំអញ្ចេះក៏បានឬក៏បងប្អូនបោកជាមួយនឹងដៃផ្ទាល់ដូចម៉ែក្មេកខ្ញុំអញ្ចេះក៏បានដែរបើថាសាប៊ូហ្នឹងកម្ចាត់ស្នាមប្រឡាក់បានល្អពិតមែនប៉ុន្តែនៅពេលបោកដោយដៃក៏កាត់ដៃឯងបងប្អូនទាំងគ្នាសាប៊ូបោកសម្លៀកបំពាក់ប្រេនល្អគឺជាជម្រើសល្អបំផុតសម្រាប់ស្ត្រីមេផ្ទះដ៏ឆ្លាតវៃខ្ញុំឃើញរូបភាពមួយស្លឹកនេះហើយគឺទី1គឺខ្ញុំអរគុណដល់ម៉ែឪរបស់ខ្ញុំដែលថែសារខ្ញុំតាំងពីខ្ញុំហើយរហូតដល់កូនរបស់ខ្ញុំទៀតក៏ខ្ញុំអរគុណប្តីខ្ញុំដែរដែលគាត់អត់បោះបង់ខ្ញុំឃើញតែរូបភាពមួយស្លឹកហ្នឹងគឺដឹងថាកាលហ្នឹងគឺខ្ញុំអាក្រក់ដល់កម្រិតណាក្លិនឆ្អាបទឹកដោះពេញខ្លួនមួយជុំឯងងុំត្រង់ថាមុខមើលលែងយល់មកបងប្អូនទាំងគ្នាសូម្បីតែខ្ញុំខ្លួនឯងក៏ចង់ខ្ពើមខ្លួនឯងតែកាលហ្នឹងគឺខ្ញុំមានក្រុមគ្រួសារមួយដ៏កក់ក្ដៅមិនថាបងប្អូនម៉ែឪឬក៏ប្តីទេគឺគាត់លើកទឹកចិត្តយើងមូលហេតុដែលខ្ញុំបានមកចិននេះគឺដោយសារតែទង្វើល្អរបស់ប្តីខ្ញុំក្នុងអំឡុងពេលដែលខ្ញុំសម្រាប់កូនហ្នឹងហើយសារតែទង្វើល្អរបស់ប្តីខ្ញុំទៅធ្វើឲ្យម៉ែឪរបស់ខ្ញុំនៅខ្មែរគាត់ទុនចិត្តថាអូខេអញ្ចឹងមើលទៅឃើញចាស់មើលថាអាសាប្រពន្ធអញ្ចឹងណាអញ្ចឹងគាត់ថាទៅចិនក៏ទៅសារលក្ខខណ្ឌមុនដំបូងមុនពេលដែលខ្ញុំការមួយប្តីខ្ញុំហ្នឹងគឺលក្ខខណ្ឌគឺត្រូវទៅរស់នៅខ្មែរអាចរស់នៅចិនទេម៉ែឪរបស់ខ្ញុំនឹងក្រុមគ្រួសារក៏ខ្លាចថាមកដល់ចិនត្រូវគេធ្វើបាបអីចឹងណាបងប្អូនហើយឥឡូវហ្នឹងគឺខ្ញុំនិយាយជាមួយប្រធានបទរបស់ខ្ញុំវិញតើមូលហេតុអីបានខ្ញុំជាពីជំងឺបាក់ទឹកចិត្តខ្ញុំថាខ្ញុំជាធូរស្បើយដោយសារតែពេលវេលាហ្នឹងគឺដោយសារតែនៅពេលអំឡុងពេលដែលខ្ញុំមកដល់ចិនហ្នឹង TikTok Facebook ឬក៏បណ្ដាញសង្គមពាក់ព័ន្ធនៅខ្មែរគឺលេងអត់ការទាំងតងគ្រួសារខ្ញុំគឺតាម WeChat ទេចឹងហើយធ្វើឲ្យខ្ញុំបាត់បង់ព័ត៌មានជាច្រើនលក្ខណៈថារឿងនៅក្នុងនេះគេផ្ទុះអីគេតាមដានរឿងអ្នកនេះអ្នកនោះគឺខ្ញុំអត់បានដឹងរឿងនឹងទាំងអស់នៅខ្មែរគេផ្ទុះអីកើតរឿងកើតហេតុអីក៏ខ្ញុំអត់ដឹងដែររយៈពេល2ឆ្នាំជាងដែលខ្ញុំមិនបានតាក់ទងនៅក្នុងការបណ្ដាញសង្គមនៅខ្មែរអញ្ចឹងគឺខ្ញុំបានតាមដានគេទេរួមទៅមួយថ្ងៃគឺខ្ញុំដឹងថាការងារផ្ទះមើលកូនបោសផ្ទះបោសសប្បាយដោយបងប្អូនធ្លាប់ឃើញសកម្មភាពរបស់ខ្ញុំនៅក្នុងវីដេអូហ្នឹងអញ្ចឹងនៅខាងក្រៅវីដេអូបែបម៉េចនៅខាងក្នុងដែលខ្ញុំរស់នៅប្រចាំថ្ងៃគឺបែបហ្នឹងអញ្ចឹងហើយនៅពេលដែលបាត់ព័ត៌មានជាច្រើនចេញពីខួរក្បាលរបស់ខ្ញុំអញ្ចឹងទៅគឺធ្វើឲ្យខ្ញុំកាន់តែមានក្តីសុខច្រើនជាងមុនអារម្មណ៍ដែលពីមុនធ្លាប់ទទួលបានរឿងសេតពិបាកចិត្តដេកមិនលក់បក់មិនលះហើយអស់ហ្នឹងគឺត្រូវបានព្យាបាលម្ដងតិចដោយសារតែពេលវេលានឹងឯងតែសំខាន់ជាងគេនឹងគឺនៅក្នុងការកាត់បន្ថយនៅក្នុងការមើលបណ្ដាញសង្គមច្រើនធម្មតាបងប្អូនទាំងគ្នាមិនថាខ្ញុំឬក៏បងប្អូនទាំងអស់គ្នានៅពេលដែលយើងមើលបណ្ដាញសង្គមយ៉ាងច្រើនងាកមើលខាងឆ្វេងងាកមើលខាងស្ដាំឃើញតែគេអ្វីដែលល្អនៅក្នុងបណ្ដាញសង្គមហើយងាកមើលខ្លួនឯងជីវភាពមួយដែលថាពិបាកគឺយើងតែងតែមានការអន់ចិត្តពិបាកចិត្តគឺអត់ស្រួលក្នុងអារម្មណ៍ទេ
ហើយបើសិនយើងត្រឡប់ទៅជា20ឆ្នាំមុនគឺពេលវេលាដែលយើងមិនដែលមានទូរស័ព្ទមើលអីបងប្អូននៅក្នុងភូមិមានតែបាយហូបមានតែសម្លមានតែសាច់ញ៉ាំនឹងគឺថាមានក្តីសុខចូលទៅណាតែជាក់ស្ដែងនៅពេលដែលចូលដល់សម័យឥឡូវគឺធូរធារឯងបងប្អូនអាចនិយាយថាអ្នកដែលថាអត់មានបាយហូបដូចជំនាន់មុនគឺថាមិនសូវមានដូចពីមុនទេតែមនុស្សដែលមានក្តីសុខគឺវាភាគតិចទៅវិញហើយវីដេអូដែលខ្ញុំចែកម្លែកថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរហើយអធិស្ឋានបើសិនជាខ្ញុំកន្លែងណាបកស្រាយមានកន្លែងណាខុសឆ្គងហើយចាំជួបគ្នានៅវីដេអូក្រោយទៀត